យើងអូខេមកគឺ Outlook account របស់យើងគឺបង្កើតបានដោយជោគជ័យហើយបងប្អូនគឺវាងាយៗទេសម្រាប់ដែលយើងចេះតែបើយើងអត់ចេះយើងពិបាកនឹងស្រាវជ្រាវបន្តិចនៅក្នុងវីដេអូមួយនេះខ្ញុំប្រាប់អ្នកទាំងអស់គ្នាពីរបៀបក្នុងការបង្កើត Outlook account ណា Outlook account ហ្នឹងមានន័យថានេះបែបនេះនេះគឺជា Outlook account របស់ខ្ញុំដែលខ្ញុំកំពុងតែប្រើវារាល់ថ្ងៃហើយឥឡូវគឺខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបក្នុងការបង្កើតវាសម្រាប់ account Outlook ហ្នឹងគឺយើងអាចយកទៅប្រើការងារយើងច្រើនណាបងប្អូនសម្រាប់បងប្អូនដែលលើវិស័យ digital marketing យល់ហើយទាក់ទងនឹង account Outlook អញ្ចឹងដោយសារមួយរយៈនេះគឺ account មួយចំនួន Outlook គឺវា verify ច្រើនវាបត់បែនច្រើនមែនទែនបងប្អូនអញ្ចឹងថ្ងៃនេះគឺខ្ញុំចេញ clip មួយវីដេអូទាក់ទងនឹងរបៀបក្នុងការបង្កើត Outlook account អញ្ចឹងសម្រាប់បងប្អូនយើងអត់ទាន់ចេះអាចមើលវីដេអូរបស់ខ្ញុំបានខ្ញុំប្រាប់បងប្អូនយើងពីរបៀបក្នុងការបង្កើតតាំងពីដើមដល់ចប់តែម្ដងអញ្ចឹងសម្រាប់បងប្អូនយើងដែលចង់ចេះបង្កើតបងប្អូនមើលវីដេអូមួយនេះគឺជាចម្លើយហើយបងប្អូនកុំភ្លេច follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងទៅនឹង Facebook អានេះគឺជាកម្មវិធី Outlook បងប្អូននេះខ្ញុំដាក់ឲ្យបងប្អូនមើលកន្លែងនេះនៅក្នុងទូរស័ព្ទយើងអាចបង្កើតនៅក្នុងទូរស័ព្ទក៏បាននៅក្នុងកុំព្យូទ័រក៏បានទៅបង្កើតតាមណាក៏បានអ្នកទាំងគ្នាឲ្យតែអ្នកទាំងគ្នាចេះអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំប្រាប់បងប្អូនយើងទាក់ទងទៅនឹងរបៀបការបង្កើត account Outlook បងប្អូនយើងអត់ចេះអាចទស្សនាបានអញ្ចឹងយើងទៅបង្កើតទាំងអស់គ្នាឥឡូវខ្ញុំអត់បានបង្កើតនៅក្នុងទូរស័ព្ទទេបងប្អូនខ្ញុំបង្កើតនៅលើកុំព្យូទ័រតែម្ដងព្រោះនៅលើទូរស័ព្ទវាពិបាក record ព្រោះទូរស័ព្ទខ្ញុំខូចមិចអញ្ចឹងខ្ញុំមក record នៅលើកុំព្យូទ័រតែម្ដងអញ្ចឹងសម្រាប់បងប្អូនយើងចង់ចេះអាចមើលវីដេអូរបស់ខ្ញុំបានអញ្ចឹងយើងទៅបង្កើតទាំងអស់គ្នាជាដំបូងយើងត្រូវមាននៅ account Google Chrome មួយសិនណាឥឡូវខ្ញុំសុំបើកនៅ Google Chrome របស់ខ្ញុំឥឡូវខ្ញុំបានបើកនៅលើកុំព្យូទ័ររបស់ខ្ញុំហើយបងប្អូនឥឡូវខ្ញុំសុំ refresh វា2 3សិនដើម្បីឲ្យវា smooth បន្តិចហើយជាដំបូងយើងត្រូវមាននៅ Google Chrome នេះកម្មវិធីមួយនេះដែលខ្ញុំយកម៉ៅមកដាក់ពីលើយើងគ្រាន់តែចុចនៅលើ Google Chrome នឹងមួយមកវានាំយើងមកដល់កន្លែងនេះយើងប្រើនៅ Chrome នេះក៏បានយើងបង្កើតនៅ Chrome ថ្មីក៏បានដែរអញ្ចឹងសម្រាប់ខ្ញុំបង្កើតនៅ Chrome ថ្មីអា Chrome នេះ Chrome admin អញ្ចឹងខ្ញុំអត់ប្រើទេខ្ញុំសុខចិត្ត create ថ្មីអញ្ចឹងសម្រាប់បងប្អូនយើងអត់មាន Chrome យើងបើកមកថ្មីអញ្ចឹងណាអត់មានកម្មវិធីនៅនឹងច្រើនទេសម្រាប់កុំព្យូទ័រខ្ញុំមួយទៀតគឺមាន Google Chrome ច្រើនអញ្ចឹងដោយសារកុំព្យូទ័រខ្ញុំថ្មីទើបតែទិញទើបបកពីកេសបងប្អូនទាំងអត់មាន Google Chrome ច្រើនទេខ្ញុំអត់បានទីនៅ Google Chrome បញ្ចូលទៀតអញ្ចឹងខ្ញុំធ្វើការ add នៅ Chrome ថ្មីខ្ញុំ add កន្លែងនេះហើយបន្តមកទៀតបើសិនជាបងប្អូនមាន Gmail បងប្អូន login Gmail កន្លែងនេះដោយសារខ្ញុំអត់ទាន់ login ទេខ្ញុំបង្កើត Google Chrome ថ្មីដោយសារខ្ញុំធ្វើវីដេអូនេះទាក់ទងនឹងការបង្កើត account Outlook អញ្ចឹងខ្ញុំទៅបង្កើត account តែម្ដងខ្ញុំយកខាងក្រោមនេះហើយកន្លែងនេះខ្ញុំដាក់លេខចំណាំខ្ញុំដាក់លេខ1អញ្ចឹងទៅខ្ញុំដាក់លេខ1អញ្ចឹងទៅហើយខ្ញុំយកដាន់អូខេឥឡូវយើងបានបើកនៅ Google Chrome មួយហើយអ្នកទាំងអស់គ្នានេះអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាបើក Google Chrome ហើយអ្នកទាំងអស់គ្នាវាយកន្លែងនេះ search យកពាក្យថា Outlook អញ្ចឹងខ្ញុំវាយពាក្យ OUT មកនេះវាចេញនៅខាងលើគេអញ្ចឹងយើងគ្រាន់តែចុចពីលើមកហើយយើងយកពាក្យ Outlook ហើយបន្តមកទៀតវានាំយើងទៅកន្លែងមួយទៀតហើយបងប្អូនអញ្ចឹងយើងទៅបង្កើតទាំងអស់គ្នាអូខេឥឡូវវាដល់កន្លែងមួយនេះយើងយកពាក្យថា sign in មកសម្រាប់ account Outlook យើងប្រើនៅលើការងារគឺច្រើនមែនទែនបងប្អូនសម្រាប់បងប្អូនយើងយល់ហើយតាក់ទងទៅនឹងកម្មវិធី Outlook Gmail យ៉ាងដេចនិយាយទៅគឺយើងធ្វើការងារច្រើនមែនទែននៅលើកម្មវិធីមួយឥឡូវខ្ញុំមកបង្កើតតែម្ដងព្រោះ Outlook ខ្ញុំមានច្រើនប៉ុន្តែខ្ញុំអត់បានធ្វើវីដេអូប្រាប់ពីអ្នកទាំងអស់គ្នាពីរបៀបបង្កើតអញ្ចឹងសម្រាប់វីដេអូមួយនេះគឺអត់មានអស់លុយ1រៀលទេសម្រាប់បងប្អូនយើងគ្រាន់តែចំណាយពេលក្នុងការសិក្សាអញ្ចឹងខ្ញុំមុននឹងចេះក្នុងការបង្កើតនឹងខ្ញុំរៀនផងស្រាវជ្រាវផងសួរគេផងបងប្អូនបើពេលខ្លះយើងបង្កើតអត់បានយើងសួរគេអញ្ចឹងសួរគេក៏មិនប្រាប់យើងដែរអញ្ចឹងសម្រាប់បងប្អូនយើងពិបាកក្នុងការសួរមើលវីដេអូមួយនេះពីដើមដល់ចប់បងប្អូននឹងចេះតែម្ដងឥឡូវយើងមកបង្កើតទាំងអស់គ្នាឥឡូវខ្ញុំចុចមកដល់ចំណុចមួយនេះខ្ញុំសូមយកអានេះមកដាក់ខាងក្រោមស្រួលខ្ញុំធ្វើការបន្តឥឡូវខ្ញុំយកពាក្យថា create one ហ្នឹងមកបងប្អូនកុំយកអានេះបងប្អូនបើសិនជាបងប្អូនយកអានេះយើងវាយនៅ Outlook ថ្មីវាមាន Outlook វាមាន email ស្រាប់ email password យើងវាយ កន្លែងនេះដោយសារខ្ញុំមកបង្កើតថ្មីខ្ញុំយកពាក្យ create នៅខាងក្រោមពេលដែលបងប្អូនចុចមកវានាំយើងទៅកន្លែងមួយទៀតហើយសម្រាប់យើងទៅសេឈ្មោះទៅដាក់ឈ្មោះអញ្ចឹងណានេះកន្លែងនេះគឺជាកន្លែងដែលយើងដាក់ name ឈ្មោះរបស់យើងណានិយាយទៅយើងដាក់ឈ្មោះអីក៏បានឲ្យតែយើងស្រួលចាំស្រួលចំណាំនៅពេលដែលយើងយកទៅ verify ជាមួយនឹងការងារផ្សេងយើងស្រួលធ្វើការអញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំតែម្ដងឥឡូវខ្ញុំដាក់ឈ្មោះរបស់ខ្ញុំគឺហងសុថាវបន្តមកទៀតកន្លែងនេះបងប្អូនយក Hotmail ក៏បានយក Outlook ក៏បានហើយខ្ញុំចាំវីដេអូទី2ខ្ញុំធ្វើតាក់ទងនឹងការបង្កើត Hotmail ខាងក្រោមហ្នឹងណា
ចឹងឥឡូវនេះខ្ញុំយក Outlook មកសិនវីដេអូមួយនេះខ្ញុំនិយាយតាក់ទងទៅនឹង Outlook អញ្ចឹងខ្ញុំមកបង្កើត Outlook វីដេអូទី2ខ្ញុំនឹងប្រាប់អ្នកនរគ្នានៅបង្កើតអានេះបង្កើតខាងក្រោមនេះម្ដងឥឡូវខ្ញុំយកប៉ុណ្ណេះហើយពេលដែលបងប្អូនបំពេញនៅឈ្មោះបងប្អូនហើយយកពាក្យថា next ពេលដែលយើងចុច next វាលោតក្រហមបែបនេះបើសិនជាជាក់ស្ដែងយើងចុច next ទៅវាលោតក្រហមបែបនេះគឺបានន័យថាឈ្មោះរបស់យើងគឺវាអត់ឲ្យទេអញ្ចឹងយើងត្រូវជ្រើសរើសឈ្មោះផ្សេងដើម្បីឲ្យវា support ជាមួយទៅនឹង email មួយនេះអញ្ចឹងនេះឈ្មោះដែលក្រុមហ៊ុនឲ្យគឺមាន3 1 2 3យើងឆ្លាញ់មួយណាក៏បានអញ្ចឹងយើងឆ្លាញ់មួយណាយើងជ្រើសរើសមួយនឹងទៅសម្រាប់ខ្ញុំយកឥឡូវខ្ញុំយកហងសុថៅ2026ចុះយកអានេះក៏បានយកអាណាក៏បានឆ្លាញ់បែបយកអាណាក៏បានដែរបងប្អូនបើសិនជាវាចេញក្រហមហើយវាចេញសញ្ញាអក្សរទាំងប្រមាណដែលយើងជ្រើសរើសអញ្ចឹងអានេះតាមបេះដូងបងប្អូនយកមួយណាក៏បានដែរឥឡូវខ្ញុំយកហងសុថៅ2026បន្តមកទៀតខ្ញុំចុច next តទៀតឃើញទេបងប្អូនមិញហ្នឹងគឺយើងចុច next ទៅវាលោតក្រហមដើម្បីយើងដាក់នៅ email ថ្មីមានលេខមានកន្ទុយអញ្ចឹងណាឥឡូវយើងចុច next ហើយមកដល់កន្លែងនេះវាឲ្យយើងដាក់ password បងប្អូនត្រូវកត់ចំណាំផងព្រោះបើសិនជាភ្លេចគឺយើងពិបាកក្នុងការ recovery មកវិញគឺបានប៉ុន្តែយើងចំណាយពេលបន្តិចណាអញ្ចឹងឥឡូវខ្ញុំដាក់ email របស់ខ្ញុំដាក់ password ឥឡូវនេះគឺខ្ញុំដាក់ password របស់ខ្ញុំបានប៉ុណ្ណេះនិយាយទៅ password បងប្អូនដាក់កុំស្រួលចាំពេកបងប្អូនបើសិនជាស្រួលពេកគឺវាងាយនឹងបាត់បង់ទៅវិញអញ្ចឹងយើងដាក់វាឲ្យវែងក៏បានខ្លីក៏បានឲ្យតែយើងចាំហើយយើង note ទៅផងណាប្រយ័ត្នភ្លេចអញ្ចឹងយើងបានប៉ុណ្ណេះហើយខ្ញុំធ្វើការចុច next ពេលដែលយើងចុច next នេះវាលោតក្រហមទៀតដោយសារអីគឺ password របស់យើងគឺខុសគឺយើងដាក់ស្រួលចាំពេកឥឡូវខ្ញុំលុបសារថ្មីខ្ញុំទៅសេម្ដងទៀតឥឡូវខ្ញុំដាក់អូខេឥឡូវខ្ញុំដាក់ប៉ុណ្ណេះចុះពេលដែលដាក់មកវាលោត text ឃើញទេបងប្អូននេះពេលដែលលើ text បែបនេះគឺយើងចុច next ទៅគឺបានតែម្ដងឥឡូវខ្ញុំ copy password របស់ខ្ញុំហើយខ្ញុំ note ទុកហើយបន្តមកទៀតខ្ញុំធ្វើការចុច next ឃើញទេបងប្អូនពេលដែលយើងចុច next គឺវាលោតទៅមកតង់ទៀតឲ្យយើងបំពេញនៅតាមដំណាក់កាលនីមួយឥឡូវយើង save មួយមកដើម្បីងាយស្រួលក្នុងការចូលទៅក្នុង Outlook account របស់យើងនៅបន្តទៀតឥឡូវខ្ញុំចុចខ្វែងមួយសិនអូខេកន្លែងមួយនេះវាឲ្យយើង add ជាមួយនឹង country ទាក់ទងនឹងប្រទេសបងប្អូនយកប្រទេសណាក៏បានសម្រាប់ខ្ញុំ Cambodia បន្តមកទៀតតនេះគឺខែថ្ងៃឆ្នាំអញ្ចឹងយើងដាក់មកខែឆ្នាំកំណើតរបស់យើងក៏បានខែឆ្នាំកំណើតរបស់អ្នកទាំងអស់គ្នាក៏បានអញ្ចឹងទៅឲ្យតែអ្នកទាំងអស់គ្នាស្រួលចាំព្រោះខ្លាចវាយើងព្រោះអីaccount email hotmail ព្រោះ account email មួយយើងយកទៅធ្វើការងារច្រើនអញ្ចឹងបើសិនជាវាមានបញ្ហាយើងអាចធ្វើការស្នើសុំក៏ដូចជា recovery មកវិញបានដោយសារយើងចងចាំនៅទី1 email password ខែឆ្នាំកំណើតលេខទូរស័ព្ទដែលយើងភ្ជាប់ហ្នឹងឥឡូវខ្ញុំដាក់ឲ្យស្រួលចាំអានេះគឺថ្ងៃខែចំណើតអានេះខ្ញុំដាក់ថ្ងៃខែឆ្នាំកំណើតបែបនេះអូខេពេលដែលខ្ញុំរៀបចំបែបនេះហើយខ្ញុំធ្វើការចុច next បងប្អូនដាក់ខែឆ្នាំកំណើតរបស់បងប្អូនទៅខ្ញុំធ្វើការចុច next សម្រាប់ខែឆ្នាំកំណើតបងប្អូនត្រូវតែដាក់ឲ្យត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណបើមិនចឹងទេវាខុសព្រោះយើងម្នាក់យើងបានតែម្នាក់ទេយើងបង្កើតបាន email មួយសម្រាប់យើងធ្វើការផ្សេងការងារយើងរៀងខ្លួនចឹងណាបងប្អូនអូខេឥឡូវនេះគឺវានាំយើងមកដល់ចំណុចមួយនេះកន្លែងមួយនេះយើងបំពេញនៅឈ្មោះមិញយើងដាក់ឈ្មោះ email មួយហើយអានេះគឺឈ្មោះដែលយើងមើលនៅលើពីលើឈ្មោះពីលើអញ្ចឹងណាឈ្មោះអានេះឈ្មោះរបស់យើងណាមាន first name last name អញ្ចឹងខ្ញុំដាក់ឈ្មោះអញ្ចឹងខ្ញុំដាក់ឈ្មោះរបស់ខ្ញុំដែលយើងដាក់ឈ្មោះពេញពីមុនគឺដែលយើងដាក់ឈ្មោះពីដើមមកមិញគឺឈ្មោះ email អានេះឈ្មោះយើងនៅលើក្បាល email នេះដូចតែកន្លែងនេះ email ឈ្មោះរបស់យើងនៅពីលើ email ហ្នឹងតែម្ដងឥឡូវខ្ញុំបំពេញឈ្មោះរបស់ខ្ញុំហើយខ្ញុំធ្វើការចុច next បងប្អូនដាក់ឈ្មោះបងប្អូនណាអូខេឥឡូវពេលខ្ញុំចុច next គឺវាឲ្យយើងជ្រើសរើសកន្លែងនេះកន្លែងនេះវាឲ្យយើងជ្រើសរើសនៅឥឡូវបងប្អូនចុចតាមខ្ញុំមកបើសិនវាចេញអញ្ចឹងយើងចុចកន្លែងសញ្ញារូបមនុស្សដាក់ដៃអញ្ចឹងណាយើងចុចមកគឺវាកំពុងតែឲ្យយើងរងចាំហើយបន្តមកទៀតយើងម្ដងទៀតទៅឃើញទេបងប្អូនពេលយើងចុចមកគឺវានាំយើងទៅកន្លែងមួយទៀតមាន hotmail ខ្លះមាន Outlook ខ្លះយើងបង្កើតវាទាមទារជាមួយនឹងលេខទូរស័ព្ទយើង verify ជាមួយលេខទូរស័ព្ទកន្លែងនេះវាឲ្យយើង scan កន្លែងនេះដែលបងប្អូនយើងបង្កើត Outlook account
đo cái này nó cứ chào ở đằng tao thường mày QR nó QR cái lại scan tới mặt lùi dần á nè chẳng cái này nếu cái scan tới này khởi đã use your phone cái này ní cứ dân scan đã lấy tủ sạp rồi lấy nhầm scan đã lấy tủ sạp mùi xanh nhưng scan máu nè bị tranh chạy cùng rong chạm khởi nhảy về scan tới video luôn chẳng á và tao mà tiết video dương ở connect cho mùi device xe cho mới á nè đi scan một dưỡng ok nó khởi nhảy cứ kri ba rồi khởi nhát bong bồn anh đứng cứ nghi luôn thìแต่ bong bồn dương ắt đấng cho ta cho chẳng á chẳng dương phơi cả ok máu bây giờ ok máu cứ ai lọc account bảo dưỡng cứประกาศ ban ដោយជោគជ័យហើយបងប្អូនគឺវាងាយទេសម្រាប់ដែលយើងចេះតែបើយើងអត់ចេះយើងពិបាកនឹងស្រាវជ្រាវបន្តិចតែមិនអីទេបងប្អូនសិក្សាវីដេអូរបស់ខ្ញុំមួយគឺខ្ញុំដឹងថាបងប្អូននឹងយល់ច្រើនដោយវីដេអូមួយនេះរបៀបការបង្កើត account បងប្អូនមើលតែពីដើមដល់ចុងវីដេអូមកគឺបងប្អូនធ្វើបានហើយឃើញទេបងប្អូននេះគឺជា account Outlook របស់ខ្ញុំបង្កើតបានមិញណាបងប្អូនអញ្ចឹងពេលដែលខ្ញុំបង្កើតបានហើយខ្ញុំអត់ទាន់ធ្វើអីនៅលើ Outlook account របស់ខ្ញុំមួយនេះទេខ្ញុំគ្រាន់តែចូលមកដាក់នៅ cover មួយសិនដើម្បីឲ្យវាមន់បន្តិចព្រោះយើងបង្កើតភ្លាមអញ្ចឹងយើងអត់ទាន់ធ្វើអីខ្ញុំខ្លាចឲ្យវាមានបញ្ហាអញ្ចឹងណាឥឡូវខ្ញុំចូលកន្លែង my profile បន្តមកទៀតខ្ញុំដាក់នៅរូបរបស់ខ្ញុំដើម្បីឲ្យវាគិតថាយើងជាមនុស្សមិនមែនជា robot ណាបងប្អូនព្រោះ robot វា remove យើងបាត់ទៅវាមិនចប់យើងមិនខាត់ពេលក្នុងការបង្កើតម្ដងទៀតឥឡូវខ្ញុំ add នៅរូបរបស់ខ្ញុំចូលកន្លែងនេះគេឲ្យយើងជ្រើសរូបភាពរបស់ខ្ញុំមួយសិនអូខេឥឡូវខ្ញុំដាក់រូបរបស់ខ្ញុំចូលនេះខ្ញុំដាក់រូបរបស់ខ្ញុំចូលបែបនេះខ្ញុំធ្វើការ save កន្លែងនេះបងប្អូនដាក់រូបបងប្អូនណាកុំ fake កុំដាក់រូបគេប្រយ័ត្នខូច email របស់យើងពួក email យើងធ្វើការសំខាន់រៀងខ្លួនអញ្ចឹងណាអូខេឥឡូវខ្ញុំចូលមកកន្លែងឥឡូវខ្ញុំបោកខ្ញុំសាកមើល login សាកមើលអញ្ចឹងណាខ្ញុំ login Outlook របស់ខ្ញុំសាកមើលអញ្ចឹងថាចូលអត់ឥឡូវខ្ញុំចូលមកកន្លែង Outlook ហើយបន្តមកទៀតវានាំយើងចូលអត់នេះឃើញទេក៏ឥឡូវយើងទាញអានេះមកស្រួលយើងចូលធ្វើការតទៀតពេលយើងបើក tab យើងបើកនៅកុំព្យូទ័ររបស់យើងចូលមកក្នុង Google Chrome យើង select ទៅលើនេះមកគឺចូលមកក្នុងកម្មវិធី Outlook យើងតែម្ដងហើយសម្រាប់ account Outlook នេះគឺជួយការងារខ្ញុំច្រើនមែនទែនបងប្អូនអញ្ចឹងសម្រាប់បងប្អូនយើងដែលមានតម្រូវការអាចបង្កើតទៅព្រោះឥឡូវវាអត់ទាន់មាន update អីទេយើងអាចបង្កើតបានចង់បានប្រហែល account ក៏បានដែរព្រោះ Outlook មិញគឺខ្ញុំបង្កើតគឺអត់បានភ្ជាប់ជាមួយលេខទូរស័ព្ទទេបងប្អូនគឺបង្កើតភ្លាមគឺយើងគ្រាន់តែដាក់ឈ្មោះដាក់ខែឆ្នាំកំណើតដាក់ email របស់យើងចូល password ចូលគឺទៅតែម្ដងគឺងាយស្រួលបង្កើតមែនទែនសម្រាប់បងប្អូនយើងដែលបង្កើតទាមទារ verify phone អីគឺយើងអាហ្នឹងវាបទពិសោធន៍ផ្សេងគ្នាអញ្ចឹងណាអាហ្នឹងតាមចំណេះជំនាញអញ្ចឹងអានេះខ្ញុំបង្កើតមិញគឺខ្ញុំអត់បានដាក់លេខទូរស័ព្ទទេបងប្អូនបង្កើតគឺចូលតែម្ដងឥឡូវខ្ញុំអត់ដឹងថាវាមុំយើងបានមួយថ្ងៃឥឡូវខ្ញុំបង្កើតនេះខ្ញុំអត់តន់ចូលទៅរៀបចំទេខ្ញុំគ្រាន់តែចូលទៅដាក់នៅរូបភាព profile របស់ខ្ញុំមួយសិនខ្ញុំអត់តន់ធ្វើអីទៀតទេព្រោះខ្លាចវាខូចអញ្ចឹងណាបងប្អូនយើងថែវាបន្តិចឥឡូវវាអត់មានអីទេកន្លែងនេះគឺ hai នេះគេ hai មួយយើងណាឥឡូវអូខេបងប្អូនមានតែប៉ុណ្្នឹងហើយបងប្អូននេះបង្កើត account Outlook សម្រាប់បងប្អូនយើងមើលគឺខ្ញុំដឹងតែបងប្អូនយើងយល់ហើយបើសិនជាបងប្អូនមើលអត់ទាន់យល់វីដេអូអាចខាបានតែយើងអាចខាមើលចោះមើលឡើងទៅបងប្អូនធ្វើបានហើយនៅលើទូរស័ព្ទក៏ដូចគ្នាដែរបងប្អូនយើងបង្កើតដូចតែគ្នានឹងវាអត់មានពិបាកទេហើយសម្រាប់បងប្អូនយើងមានចម្ងល់បន្ថែមអាច comment ខាងក្រោមខ្ញុំនឹងមានពេលទំនេរខ្ញុំឆ្លើយប្រាប់បងប្អូនបន្ថែមទៀតអូខេបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងទាក់ទងនឹងការបង្កើត account Outlook សម្រាប់ account Outlook ខ្ញុំជឿថាបងប្អូនយើងទំមានតម្រូវការច្រើនព្រោះវាជួយការងារខ្ញុំច្រើនមែនទែនសម្រាប់ account Outlook ហ្នឹងមាន Gmail មាន account Outlook Hotmail យ៉ាងដេចគឺមានទាំងអស់ប៉ុន្តែខ្ញុំអត់ទាន់ចេញវីដេអូក្នុងការបង្កើតអានេះខ្ញុំប្រាប់បងប្អូនពីរបៀបក្នុងការបង្កើត Outlook មួយសិនអញ្ចឹងវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនពីរបៀបក្នុងការបង្កើត Hotmail ម្ដងអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនបន្តទៀតហើយសម្រាប់ Outlook account ពេលដែលបងប្អូនធ្លាប់ប្រើហើយខ្ញុំជឿថាបងប្អូននឹងយល់ហើយទាក់ទងនឹងកម្មវិធី Outlook អានេះខ្ញុំបង្កើតហើយបងប្អូនគឺជោគជ័យបាន 100% សម្រាប់បងប្អូនដែលយើងអត់ចេះសោះគឺគ្រាន់តែមើលវីដេអូរបស់ខ្ញុំគឺចេះតែម្ដងអូខេបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូបន្តបាទអរគុណជម្រាបលា